មនុស្សខ្លះយើងអត់ដែលស្គាល់ទេប៉ុន្តែឃើញមុខលក្ខណៈថាអត់មាននិស្ស័យអត់ចូលចិត្តមនុស្សខ្លះអត់ដែលស្គាល់តែឃើញគ្នាភ្លាមក៏មាននិស្ស័យចង់ក្របអានគ្នាហើយសំណួរសួរតើហេតុអីបានវាមានកម្មមានបច្ច័យយ៉ាងដូចម្ដេចបានធ្វើឲ្យមនុស្សយើងនឹងរបៀបហ្នឹងអញ្ចឹងគ្រូបាទបើយើងនិយាយមួយម៉ាត់ទៅថាហ្នឹងឧបនិស្ស័យពីមុនមកប៉ុន្តែវាឆ្ងាយពេកហ្នឹងហើយគ្រាន់តែថាបុគ្គលដែលយើងចូលចិត្តហ្នឹងគឺថាទ្រង់ទ្រាយមុខគាត់ហ្នឹងវាស្របនឹងយើងចូលចិត្តនឹងឯងហើយដល់មនុស្សដែលយើងចូលចិត្តហ្នឹងវាមិនស្របអីដែលយើងចូលចិត្តនឹងឯងបាទមានរឿងជាឧទាហរណ៍ខ្លះដែរឧទាហរណ៍ដូចជារឿងខោសកៈកុមារអីចឹងដែលគេបញ្ជូនបរោះអត់ចេះអក្សរម្នាក់ឲ្យទៅជាដែនហ្នឹងហើយដោយដាក់បង្គាប់ថាបើឃើញបរោះហ្នឹងពេលណាឲ្យសម្លាប់ឲ្យពុកនាងហ្នឹងណាប៉ុន្តែនាងហ្នឹងឃើញមុនទៅចុះទៅលោកថាគ្រាន់តែឃើញបរោះហ្នឹងភ្លាមសេចក្តីស្រឡាញ់ហ្នឹងដូចចំនួនស៊ូណាមីចឹងឡាញ់មកហើយថាអូបរោះនេះល្ងងណាស់ល្ងងតែស្រឡាញ់ក៏ដូរសបុតថាបើឃើញកូនយើងទៅដល់ពេលណាត្រូវរៀបការឲ្យភ្លាមនេះវាទៅចេះវិញបានក្នុងអត្ថកថាលោកប្រាប់ថាអាជាតិមុនហ្នឹងជាប្តីរបស់នាងអញ្ចឹងវាជាប់អាក្តីស្រឡាញ់មកអញ្ចឹងណាបាទប៉ុន្តែអានេះមានតែព្រះអរហន្តទេដែលលោកដឹងប៉ុន្តែយើងដឹងចេះទៅបើថាឃើញមនុស្សណាដែលយើងមិនសូវចូលចិត្តចម្រើនមេត្តាទៅកុំឲ្យស្អប់ហើយបើថាឃើញមនុស្សណាចាប់ផ្លេតស្រឡាញ់ភ្លាមអាហ្នឹងយើងគួរមានស្មារតីរាប់អានធម្មតាទៅកុំឲ្យវាលងតែយើងបដ ாய் តាមចិត្តហ្នឹងវាមិនស្រួលទេមាននិស្ស័យគ្រប់តែគ្នាហ្នឹងវោបាទអញ្ចឹងបងប្អូនណាមានសំណួរសូមអញ្ជើញលើកដៃមកបាទអញ្ជើញអូខេបងប្អូនដែលនេះមកមុខទៅហើយជូនទៅបងរឌីសិនបាទបែកដាក់ឡាយបាទជំរាបសួរលោកគ្រូខ្ញុំមានសំណួរមួយគឺខ្ញុំបានរៀនសូត្រនៅអត្តចរិតរបស់មនុស្សគេហៅ DISC អញ្ចឹងតើខ្ញុំសួរថាក្នុងព្រះធម៌គាត់មានបែងចែកអត្តចរិតមនុស្សចឹងដែរអត់បាទនៅក្នុងពធមានចរិតធំ6ព្រះអង្គសម្ដែងណាបុគ្គលខ្លះជាតោសចរិតតោសចរិតហ្នឹងគឺលម៉ាំងលម៉ោកខឹងច្រើនឆេវឆាវណាកន្លែងដេកអីមិនសូវស្អាតទេប្រមុខ6អីហ្នឹងហើយបុគ្គលខ្លះទៀតមានរាគៈចរិតរាគៈចរិតហ្នឹងចូលចិត្តស្អាតចេញទៅណាមកណាបើថាអញឹមដាក់កញ្ចក់មិនស្អាតទេគឺថាចេញទៅមិនរួចទៅមកមែនទេមកហ្នឹងមានមើលកញ្ចក់ហ្នឹងហើយបុគ្គលខ្លះទៀតមានវិតកចរិតវិតកចរិតហ្នឹងមានការត្រេះរិះច្រើនមុននឹងដេកលក់ហ្នឹងគិតនឹងស្អីខ្លះទេគិតច្រើនណាចូលចិត្តគិតច្រើនហៅថាវិតកចរិតហើយបុគ្គលខ្លះទៀតមានមោហចរិតកើតមកអត់សូវឆ្លាតហ្មងរៀងមីងមាំងអញ្ចឹងណានឹងវាមានមកអញ្ចឹងព្រះអង្គសម្ដែងហើយអ្នកខ្លះក៏មានសទ្ធាចរិតសទ្ធាចរិតហ្នឹងគឺមនុស្សមានសន្តានល្អចូលចិត្តឲ្យទានចូលចិត្តជួយគេអញ្ចឹងណាសន្តានពីធម្មជាតិមកអ្នកខ្លះមានញាណចរិតឬពុទ្ធិចរិតឆ្លាតមនុស្សនឹងកើតមកឆ្លាតមករវិះរវៃគិតអីលឿនហ្នឹងហៅថាពុទ្ធិចរិតឬក៏ញាណចរិតបាទហើយចរិតមានប៉ុណ្្នឹងហើយប៉ុន្តែពេលដែលលោកចែកទៅវាមានចរិតលាយគ្នាទៀតហ្នឹងហើយវាមិនមែនមានតែសុតអញ្ចឹងណាជួនកាលវាមានចរិតលាយគ្នាទៀតរាគៈបន្តិចទៅសទ្ធាបន្តិចទៅនឹងវាមានលាយអញ្ចឹងទៀតចែកអញ្ចឹងទៀត